រីខេនត្រៀមហារីខេនមិនចូលទេលីវ៉ាកូវិកបដិសេធគ្រាប់បាល់ទី1របស់តោកំណាចអង់គ្លេសហារីខេនអូយ៉ាងណាចេះហារីខេនបរោះវ័យ32ឆ្នាំរបស់ជំនឿជាតិអង់គ្លេសក៏ជាប្រធានក្រុមផងដែរពេលណាល់ទីមិនចូលទេអូបាទសោកស្ដាយមែនទែនឱកាសគ្រាប់បាល់ទី1អូឆេកពេណាល់ទីឆេកម្ដងទៀតឬក៏យ៉ាងម៉េចបាទជាកំហុសបច្ចេកទេសអាចតែចេញមុនឬក៏យ៉ាងម៉េចបាទពេណាល់ទីហើយឆេកសាថ្មីទៀតអូចេញមុនអ្នកចាំទីចេញមុនមកប្រិមិត្តយើងសង្ស័យតែពេម្ដងទៀតណាអូថ្ងៃនេះយ៉ាងណាចេះការប្រកួតមួយនេះហាក់បីដូចជារៀងកំ pl ែងហើយក៏រៀង pl ែងបន្តិចដែរ Officer អូយ retake penalty ម្ដងទៀតជុំបាទអង់គ្លេសមិនដេចក៏សំណាងម្លេះបាទពេលលើកទី1មិនចូលដោយសារតែកំហុសអ្នកចាំទីរបស់ក្រូអាតលីវ៉ាកូវិកគាត់ចេញមុនអញ្ចឹងគឺខុសហើយបាទខុសពីច្បាប់វិន័យសម្រាប់អ្នកចាំទីនៅក្នុងការជួយសង្គ្រោះបាល់ penalty គឺមិនតម្រូវឲ្យចេញមុនការសុទ្ធទេ penalty again 11អ្នក11ម៉ែត្រដំបូងជាលើកទី2អីក៏យ៉ាងនេះបាទចាប់ផ្ដើមការប្រកួតមកដូចជារៀងបាទប្លែកបន្តិចឥឡូវ Hurricane លើកទី2ជួយបានឬក៏អត់ពីអ្នកចាំទី Livakovic Hurricane ជាថ្មី Hurricane ចូល Hurricane ខ្ញីកាន់តែចាស់កាន់តែហឹរប៉ុន្តែបាទខ្ញីដំបូងនោះប្រហែលជាខ្ញីក្រិនអូយ Hurricane ទាត់បំប៉ងសំណាញ់ទីដោយការទាត់បាល់11ម៉ែត្រជាលើកទី2ទើបអាចរកបានគ្រាប់បាល់ឲ្យមកកាន់តោកំណាចអង់គ្លេសចាប់ផ្ដើមការប្រកួតបាទទើបតែបានប្រមាណជា11នាទីទេគ្រាប់បាល់មួយគ្រាប់កើតមានបាត់ហើយពីតោកំណាចអង់គ្លេសដោយសារតែការបង្កកំហុសពីប្រធានក្រុមដូចគ្នាលូកាសម៉ូទ្រីកប៉ា Hurricane តាមល្អណាស់ឱកាសកផុតទាញសុទ្ធបញ្ជូនទស្សនំចូល Amazing goal ពីក្រុមជម្រើសជាតិក្រូអាតការទម្លាក់គ្នានេះគឺពិតជាល្អមែនទែនមួយគ្រាប់នេះអង់គ្លេសងាយងាមមកទស្សនារូបភាពការបញ្ជូនស្រួលមកស្លាប់ស្ដាំបាស៊ូស៊ីកឹបមួយស្អាតណាស់បញ្ជូនទម្លាក់មកក្រោយមួយចុងស្ដាំនេះអូយបាទូរីណាទាត់សុចស្អាតណាស់ជួយអត់បានទេ Jordan Pickford ទម្លុះសំណាញ់ទីតាមពីក្រោយស្មើទៅហើយអូយអស់តោះហើយមួយគ្រាប់នេះលយណាស់លយមែនតើការសហការគ្នាជាក្រុមអ្នកបញ្ជូនក៏ល្អអ្នកផ្ដាច់បាទគោលដៅក៏រឹតតែល្អបាទូរីណាថ្ងៃនេះគឺល្អមែនតើបាទឥឡូវឱកាសជាបន្តនេះ Glenn Wright កាត់ចូលទៅខាងក្នុងចូល Hurricane ពីគ្រាប់ម្នាក់ឯង 2 goal in the match បាទពី Hurricane ប្រធានក្រុមរបស់តោកំណាចអង់គ្លេសអូយតែដូចសុទ្ធទៅហើយ Hurricane អត់ធ្លាក់ទេទម្រង់ក្បាលអូយបងប្អូនឲ្យតែដូចសុទ្ធអញ្ចឹង Hurricane ទស្សនាមួយក្បាលនេះគឺស្រួចស្អាតណាស់អ្នកចាំទីជំរឿជាតិក្រូអាតកីឡាករលីវ៉ាកូវិកមិនអាចបដិសេធគ្រាប់បាល់ Hurricane បានទេល្អមែនទែនបាទល្អទាំងជើងល្អទាំងក្បាលអូយងាប់ហ្នឹងណាបាទគឺថាលយមែនទែនបាទលើកចាក់ទៅខាងក្នុងឱកាសក្រូអាត2-2អូតើខ្ញុំមកពីអនាគតឬក៏យ៉ាងណាហាមាត់មិនទាន់ផុតផងក្រូអាតតាមស្មើមែន2-2គ្រាន់តែថាចុងម៉ងតិចក្រូអាតតាមស្មើភ្លុកណែអាយយមិនអោបសាយទេបាននេះពួកចេញដៃមកទស្សនារូបភាពតែតមកក្បាលបញ្ជូនមកស្អាតមែនតើ2ស្មើទៅហើយអូយអង់គ្លេសធ្វើអីអញ្ចឹងអង់គ្លេសបាទស្អារ៉ាបាពូសាអាប៊ូសាមូសាបបាល់នេះគឺថាឱកាសមកហើយអញ្ចឹងគាត់មិនបដ ாய் ឲ្យផុតទេអូយទឹកភ្នែកស្រក់ហើយបាទឱកាសទៅទៀតហើយមកពីតោកំណាចអង់គ្លេសចូល Jude Bellingham goal 3-2
3 ទល់នឹង 2 អូយក្របបាល់អើយក្របបាល់ហូរដូចទឹកបាទទស្សនារូបភាពបាល់នេះគឺ shoot Bellingham មកម្នាក់ឯងដោយមិនខ្ចីបោះឲ្យអ្នកណាទេបាទលឿនមែនតើបាទចាប់ផ្ដើមការប្រកួតមិនទាន់ទាំងក្តៅសាច់ផងមិនទាន់ទាំងញើសស្រក់ស្រួលបួលផងមួយគ្រាប់ទៀតបាត់ទៅហើយទស្សនាពី Bellingham គាត់ទាត់មកផ្ទប់នឹងដីមកឡងផ្លាប់ចុះផ្លាប់ឡើងចូលទីប្លុកអូយអីក៏យ៉ាងនេះបាទសាកាបើជូនមកគេ Rashford ចូលមកគេ Rashford 4 ទល់នឹង 2អស់ចុះហើយអង់គ្លេសបាទតកំណាចអង់គ្លេសស័កសមជាឈ្មោះមែនឈ្មោះតកំណាចនេះគឺត្រូវណាស់បាទតដែលស្រេកឃ្លាតចំណៃ 3-2 មិនអស់ចិត្តទេគឺត្រូវតែបាន 4-2 ការអូចេញពីបូកយោសាការុញឲ្យមកគេ Rashford មិនឲ្យខេនទេ Rashford គៀសអាឆ្វេងសុទ្ធអាស្ដាំលយណាស់បលនេះបាទរុញកោងទៅផុតដៃអ្នកចាំទីLivakovic គឺព្យាយាមជួយគឺជួយច្រើនមែនតើបាទជួយនឹងគឺជួយច្រើនណាស់ប៉ុន្តែគឺពិបាកនៅក្នុងការសង្គ្រោះពីការប៉ុនប៉ងរកក្របបាល់របស់ខ្សែប្រយុទ្ធអង់គ្លេស 4 ទល់នឹង 2 ដោយកាលប៉ះគ្នាលើកដំបូងដែរបាទ2018ដែលបាទនេះកាលនោះគឺបាទលទ្ធផលប៉ុណ្ណេះដែរអូយល្អមែនតើបាទអង់គ្លេសល្អបាទលោកអញ្ញាកណ្ដាលក៏សម្រេចចិត្តបើផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការតែម្ដងអបអសាទរសម្រាប់ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអង់គ្លេសបាន3ពិន្ទុយ៉ាងល្អទៅលើក្រុមជម្រើសជាតិក្រូអាតជាមួយលទ្ធផល 4 ទល់នឹង 2 អង់គ្លេសឡើងឈរកំពូលតារាងហើយព្រោះថាចំណេញដល់ទៅ2គ្រាប់មាន3ពិន្ទុនៅក្នុងដៃបាទខណៈដែលក្រូអាតគឺនៅលេខទី4ឯណោះឥឡូវនេះធ្លាក់ទៅ4ហើយបាទអេដមីនបានកាហ្វេព្រឹកនៅទេមិនទាន់ទាំងបានគេងផងបាទអរគុណមែនទែនបងប្អូនសម្រាប់វត្តមាននៅក្នុងការចូលរួមទស្សនាជាមួយខ្ញុំតាំងពីដើមរហូតដល់ចប់បាទខន្តីអភ័យទោសផងបើសិនជាមានកំហុសខុសឆ្គងណាមួយកើតមាននៅក្នុងការផ្សាយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅក្នុងការប្រកួតក្រោយៗជាបន្តទៀតពីខ្ញុំបាទពូចិត្តក៏ដូចជាក្រុមការងារ Export ក៏សូមគោរពអរគុណទៅកាន់បងប្អូនយើងមែនទែនដែលមានវត្តមាននៅក្នុងការផ្សាយបន្តផ្ទាល់របស់ខ្ញុំ K6 ថ្ងៃនេះជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នាថ្ងៃនេះដូចជាបុណ្យជាតិរបស់យើងផងបាទចម្រើនបញ្ជូនសម្ដេចម៉ែបាទអញ្ចឹងក៏សម្រាប់នៅផ្ទះបាទជួយកិច្ចការងារពុកម៉ែយើងបាទឲ្យធ្វើអីឲ្យគាត់ញ៉ាំណាស្អីអរគុណបងប្អូនណាស់ថាលេខទេបាទជួបគ្នានៅក្នុងការប្រកួតក្រោយៗជាបន្តទៀតជូនពរសុខសប្បាយល្អសុខសប្បាយសំណាងល្អទាំងអស់គ្នាអរគុណ Richard Chekrin បាទអបអរសាទរអង់គ្លេសសោកស្ដាយក្រូអាតជាយាមឱកាសក្រោយជាបន្តទៀតជម្រាបលាបងប្អូនជួបគ្នានៅឱកាសក្រោយណាអរគុណបាទអរគុណ